គ្រូក៏គាត់ផ្ដល់ព័ត៌មានមកវិញថាមូលហេតុអីកូនខ្ញុំអីដូចថាហើយមានបញ្ហាអីមួយអញ្ចឹងណាដូចជាអត់ចូលរៀនហ្នឹងអ្នកគ្រូគាត់ឆាតមកបាទថាអូនមានការអន់ចិត្តពីផ្ទះអីបានឬមួយមានបញ្ហាអីអញ្ចឹងបានថាអូនហែងរករឿងអញ្ចឹងណាបាទជំរាបសួរបងបាទបងខាងអូនមកពីខាងសាលារៀនសាលាអន្តរជាតិបណ្ដុះបញ្ញានៅខាងសាខាព្រៃលវាបងណាបាទហើយបងខ្ញុំមកនេះគឺខ្ញុំមានរំលងចង់មកសាកសួរពីព័ត៌មានអំពីការសិក្សារបស់អូនតាមការសិក្សារបស់អូនមិនអីមិនដែរអញ្ចឹងណាបងណាបាទអញ្ចឹងតើការសិក្សារបស់អូននៅផ្ទះបងមានជាសម្ភារៈអីគេខ្លះដើម្បីជួយទៅដល់គាត់ឬក៏ជួយជំរុញលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់ចង់រៀនណាបងបាទនិយាយទៅនៅផ្ទះមិនសូវជាមានអីដែរដាក់អសយនេះអាចទៅប្រាប់មួយប្រាប់អីតែអញ្ចឹងយើងតែកូនរៀនបានអីចឹងចេះជូចេះអីចឹងណាបាទចេះជំរុញnhauចឹងហើយដល់ទៅនោះវាស្រួលដែរវាបានដល់អីដល់ចេះតែអីចឹងអីខ្លះចឹងបាទជាពាក់ព័ន្ធជាមួយនឹងសម្ភារៈសិក្សាហ្នឹងបងបានទិញជូនគាត់គ្រប់គ្រាន់អីទេបងដូចជាក្តារទិញក្តារបងអីទិញគ្រប់ទាំងអស់បាទបងបានរៀបតែការអីមានបាទបងបានរៀបចំកន្លែងឲ្យគាត់រៀនត្រឹមត្រូវអីដែរបងណាបាទមានតុមានអីកន្លែងតុគាត់មានដែរបាទបងចុះសម្រាប់បន្ទប់ដែលគាត់រៀនហ្នឹងបងបានរៀបចំមានបិទរូបភាពបិទបិទជាអក្សរមកពេលនេះ ABC អីបាទអត់អត់តើបងជួយប្រហាត់កូនរបស់បងពីទៅនៅពេលណានិយាយរួមពេលដែលគាត់ញ៉ាំបាយហើយអញ្ចឹងពេលល្ងាចហ្នឹងបាទប្រហែលជាមួយល្ងាចហ្នឹងប្រហែលជាប្រហែលនាទីដែរបងអាច5ដងនាទីទៅកន្លះម៉ោងបាទមិនដាក់មានពេកធុញ5នាទីយើងលេងសើចខ្លះយើងបញ្ចូលបាទអរគុណចាបងតើបងដែលបានផ្ដល់ជាវីដេអូបង្រៀនឬក៏ជាសិលកិច្ចការអីដល់កូនបងដែរទេបងពេលដែលនៅផ្ទះបងធ្លាប់ជាយើងបានជាវីដេអូរៀនតាមបាទមកជា YouTube អីគាត់មើលបងណាបាទបងមានវិធីសាស្ត្រណាដើម្បីលើកទឹកចិត្តកូនបងនៅពេលដែលគាត់រៀនពូកែអញ្ចឹងណាបងមានច្រើនណាស់ទិញនេះទិញនោះលេខទៅកដោឲ្យតែបាននេះទិញដូចជាចំណត់ជើងខោអាវហើយបោះលេងរបស់អីវាចង់ដើរលេងតាណាអញ្ចឹងណាបាទយើងជូនវាទៅបាទបងគាត់ខំថាបាទបងបានដែលបានតាមដានយកចិត្តទុកដាក់ដល់កូនក្នុងម៉ោងសិក្សាទេបងឧទាហរណ៍ដូចជាពេលដែលគាត់ទៅសាលារដ្ឋឬក៏គាត់ទៅសាលាបណ្ដុះបញ្ញាបងណាបាទសួរព័ត៌មានសួរតាថាសួរគ្រូរហូតបានទៅមកអូនទៅក្រៅហើយអ្នកគ្រូក៏គាត់ផ្ដល់ព័ត៌មានមកវិញថាមូលហេតុអីកូនខ្ញុំអីដូចថាហើយមានបញ្ហាអីមួយអញ្ចឹងណាដូចជាអត់ចូលរៀនហ្នឹងអ្នកគ្រូគាត់ឆាតមកបាទថាអូនមានការអន់ចិត្តពីផ្ទះអីបានឬមួយមានបញ្ហាអីអញ្ចឹងបានថាអូនហែងរករឿងអញ្ចឹងណាខ្ញុំក៏ផ្ដល់ព័ត៌មានទៅវិញអញ្ចឹងបាទតើបងធ្លាប់ត្រួតពិនិត្យកិច្ចការរបស់កូនដែរទៅគេមកលើគ្រូលោកគ្រូដាក់កិច្ចការផ្ទះឲ្យបងបានឲ្យដែរបាទដាក់មើលបាទហ្នឹងហើយជំរុញបន្ថែមបាទអញ្ចឹងបងបានអប់រំបន្ថែមពាក់ព័ន្ធជាមួយនឹងសិលធម៌វិន័យរបស់គាត់ដែរទេបងពេលគាត់នៅផ្ទះបងនិយាយទៅវាកូនក្នុងមួយហ្នឹងហូតតិចអញ្ចឹងបន្ថែមមករហូតដល់បាទប្រាប់រហូតអញ្ចឹងដល់ហូចជួយប្រាប់រហូតបាទមិនចង់នេះចង់មកស្រ័យចិត្តបាទតាមចិត្តបងនិយាយរួមមានពាក្យផ្អែមខ្លះពាក្យហើយមិនផ្អែមខ្លះបាទនិយាយបញ្ចូលគ្នាបាទក្រោយពេលដែលបងបានអប់រំវិន័យសិលធម៌គាត់ហ្នឹងតើលទ្ធផលទទួលបានមិនដែរបងគាត់គឺថាគាត់បាយជាមុនអញ្ចឹងបងណាបាទគាត់ចុះគាត់នៅផ្ទះគាត់មានចេះជេរចេះនិយាយពាក្យឆ្លើយអីទេបងវាអាចឆ្លើយមានពេលប៉ះវាទៅលេងមួយគេមកវិញឆ្លើយយើងចេះជួយប្រាប់គេអីចឹងណាបាទហ្នឹងបាទអរគុណច្រើនបងតើបងធ្លាប់ចូលរួមសកម្មភាពផ្សេងជាមួយសាលាដែរទេទៅសកម្មភាពជំនុំណាព្យាបាលទទួលស្ញាប់បាត់អីបងបានចូលចាបាន
បាទតើបងបានពេលដែលគាត់នៅផ្ទះហ្នឹងបងបានធ្វើជាគំរូល្អអីខ្លះដើម្បីឲ្យគាត់យកធ្វើជាគំរូតាម យើងធ្វើអីដូចថានិយាយស្ដីជួយបំណងគាត់និយាយស្ដីអីហ្នឹងនិយាយទៅ និយាយពាក្យខ្ញុំពាក្យបាតចាស់មួយគាត់អូននិយាយពាក្យអូន បាទ អូនឯងទៅចេះធ្វើនិយាយទៅអូនឯងកូនខ្ញុំដោយសារខ្ញុំនិយាយមួយគាត់ចឹងដែរ បាទចឹងជាចុងក្រោយបងមានជាសំណុំពរឬក៏មានជាសំណួរអីសួរមកកាក់គឺលោក កាន់ជួយប្រាប់មកវិញមកថាមិនអញ្ចឹងណា បាទ លោកតាមក្នុងរៀនអានេះខ្ញុំទីទៅទីទៅប្រាប់វាតែ បាទ ទៅយកកូនតែ បាទបាទ ការនេះអត់មានចូលនេះខ្ញុំចង់ បាទបាទ មិនឲ្យជួយដែរ តែខ្ញុំក៏ជួយណែនាំហើយទៀតចឹង បាទអញ្ចឹងអរគុណច្រើនបាទ អរគុណដូចគ្នា អញ្ចឹងអរគុណច្រើនបង